តោះមេរៀនថ្មីសម្រាប់បងប្អូនអរគ្នាគឺបានមកទៀតហើយបងប្អូនសម្រាប់ប្រភេទសក់នេះគឺជាប្រភេទសក់រួញខ្លាំងប៉ុន្តែដើមកណ្ដាលមិនល្អិតប្រមាណទេបងប្អូនហើយក៏មិនសូវជាធំប្រមាណដែរអញ្ចឹងសក់នេះស្ថិតក្នុងចំណោមមួយដែលគេហៅថាប្រភេទសក់កម្លាំង70ដែរណាបងប្អូនអរគ្នាហើយសម្រាប់សក់នេះមុនពេលដែលយើងប្រើប្រាស់ថ្នាំអ៊ុតត្រង់ទៅលើខ្សែសក់មួយនេះយើងត្រូវកក់សម្អាតកក់សាប៊ូដែលគ្មានជាតិហឹរហើយយើងដាក់ក្រែមបន្ទន់ដែលមានគុណភាពល្អ ហើយសម្រាប់សក់នេះខ្ញុំយកមកលាយជាមួយទឹកថ្នាំអាទឹកហើយខ្ញុំប្រើប្រេងពី3ដំណក់ហើយខ្ញុំប្រើក្រែមបន្ទន់សក់យកមកលាយដោយហេតុដែលខ្ញុំយកមកលាយនេះគឺមូលហេតុដោយសារតែសក់យើងមិនកម្លាំង70យើងថែមប្រេងហើយនឹងក្រែមបន្ទន់សក់ទៅលើនិយាយរួមថានួតទៅលើថ្នាំហ្នឹងគឺយើងកូរច្របល់ជាមួយគ្នាដើម្បីទីមួយយើងអាចនិយាយបានថាកាត់បន្ថយការកម្លាំងថ្នាំក៏ដូចជាក្រែមបន្ទន់សក់ហើយនឹងប្រេងហ្នឹងចូលទៅជ្រាបទៅលើទៅខ្សែសក់យើងកុំឲ្យវាជាពាក់កុំឲ្យវាស្អិតយឺតយារណាបងប្អូនសម្រាប់សក់នេះគឺយើងផ្លុំឲ្យស្ងួតចំនួនតែ70%ទេដោយសារតែសក់នេះដូចនិយាយអញ្ចឹងកម្លាំង70វាអញ្ចឹងយើងផ្លុំឲ្យស្ងួតតែត្រឹម70%ទេដោយសារតែហេតុផលទី1គឺសក់នេះស្ងួតស្ងួតហើយរួញអញ្ចឹងបើសិនជាយើងផ្លុំស្ងួតពេកធ្វើឲ្យសរសៃសក់យើងនេះវាវាពេលដែលយើងលាបទឹកថ្នាំទៅវាអាចថានឹងឆេះអញ្ចឹងយើងយកឲ្យវានៅសំណើមពេលដែលយើងលាបទឹកថ្នាំទៅលើទៅជាតិទឹកវាជួយឲ្យគេហៅថាផ្ដល់អុកស៊ីហ្សែនទៅលើសរសៃសក់របស់យើងណាហើយបើសិនជាសក់ដែលល្អជាងនេះសក់អត់មានពឿសក់អត់ស្អិតសក់អត់ខូចគឺយើងដាក់ឲ្យស្ងួតរឹងតែម្ដងផ្លុំឲ្យស្ងួតរឹងយើងយកថ្នាំទៅលាបទៅគុណភាពរបស់ថ្នាំគឺវាយទៅដល់សក់ត្រង់នេះបានល្អប៉ុន្តែលក្ខខណ្ឌរបស់សក់នេះគឺសក់គិតខូចដែរខូចរាងធ្ងន់ដែរឃើញតែរួញអញ្ចឹងមិនមែនជាសក់ធម្មជាតិទេណាបងប្អូនហើយវីដេអូនេះធ្វើឡើងសម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់អត់មានលទ្ធភាពក្នុងការរៀនក៏ដូចជារៀនហើយគាត់អត់ទាន់មានការច្បាស់លាស់ក្នុងមេរៀនអ៊ុតសក់នីមួយៗបងប្អូនអាចចូលមើលបានហើយក៏អាច Subscribe Channel YouTube អ្នកមួយទៅក្រាន់មើលដោយសារតែបទពិសោធន៍នៃការអ៊ុតសក់ហ្នឹងគឺខ្ញុំធ្វើតាំងពី2012មកទល់ឥឡូវបងប្អូនគិតមើលទៅជាង10ឆ្នាំហើយអញ្ចឹងបទពិសោធន៍របស់ខ្ញុំក៏សមល្មមចែកចាយទៅកាន់បងប្អូនអរគ្នាយ៉ាងច្បាស់លាស់ដែរដោយសារតែខ្ញុំជាទូទៅដូចជាដែលបានបរៀនសិស្សទេអញ្ចឹងមានពេលគឺបងប្អូនអាចមើល Channel YouTube របស់ខ្ញុំបានខ្ញុំបរៀនច្បាស់អឺជូនបងប្អូនអរគ្នាអញ្ចឹងណាហើយមកដល់កន្លែងនេះវិញការលាបសក់នៅធ្នើកំពូលលើហ្នឹងគឺយើងលាបកាន់តែឆ្ងាយជាងចំណុចខាងក្រោមហើយដោយសារតែភាគច្រើនបងប្អូនដែលលាបទឹកថ្នាំអឹបពេកអាចចំណុចខាងលើនេះដាច់បងប្អូនដែលឃើញអ្នកដែលទៅចេះអ៊ុតសក់ថ្មីដាច់ខាងលើអត់មូលហេតុគឺអត់មានអីច្រើននេះគឺបងប្អូនដាក់ថ្នាំកឹបសិចក្បាលពេកអញ្ចឹងណាហើយសម្រាប់សក់ដើមល្អិតដើមអីអញ្ចេះនេះបើបងប្អូនវាយមិនត្រូវគឺដាច់ផុយតែម្ដងហើយការលាបទឹកថ្នាំហ្នឹងណាបើសិនជាយើងដឹងកម្រិតដឹងកម្លាំងរបស់សក់ងាយឯងហើយហានិភ័យនៃការអ៊ុតសក់ឆេះគឺ0តែម្ដងហើយសម្រាប់សក់នេះបើសិនជាបងប្អូនស្ទើរបច្ចេកទេសក៏អ៊ុតទៅក៏អត់ស្អាតដែរហើយសម្រាប់ខ្ញុំថ្ងៃនេះគឺខ្ញុំលើកមកខ្ញុំប្រើថ្នាំអ៊ុតមកទឹកប៉ុន្តែការបញ្ជាក់លាយទឹកថ្នាំគឺខ្ញុំបង្ហាញប្រាប់បងប្អូនអរគ្នាហើយច្បាស់តែម្ដងហើយសម្រាប់ថ្ងៃនេះរៀងប្លែកតិចគឺខ្ញុំអ៊ុតបញ្ចូលសេរ៉ូមបូកកេរ៉ាទីនអញ្ចឹងរៀងប្លែកដោយសារតែសក់នេះគឺរៀងស្ងួតអញ្ចឹងយើងវាយតែទឹកថ្នាំជាមួយគេហៅថាសេរ៉ូមឬក៏ collagen តែមួយមុខនោះគឺអត់ជួយទេយើងត្រូវតែថែមកេរ៉ាទីនមួយមុខទៀតលើខ្សែសក់ហើយចំណែកការលាបទៅខ្សែសក់ផ្នែកខាងមុខបងប្អូនចាក់ពីសន្ទើបខាងក្រោមឡើងមកខាងលើដោយតែយើងលាបខាងក្រោយយើងធ្វើការលាបពីក្រោយពីមុខទាំងសងខាងហើយគឺយើងធ្វើការសាសក់របស់យើងសាជាថ្មីវិញណាបងប្អូនដូចខ្ញុំបញ្ជាក់ចឹងការលាបទឹកថ្នាំគឺត្រូវតែសាដើម្បីឲ្យឃើញចំណុចណាដែលយើងលាបទៅអត់សប់បើសិនជាយើងមិនសាទេគឺយើងអត់ឃើញចំណុចសក់ដែលស្ទើរទេបងប្អូនជាទូទៅគឺខ្ញុំឲ្យសារមិនថាយើងលាប collagen ឬក៏លាបថ្នាំអ៊ុតទេអញ្ចឹងបងប្អូនឃើញជាក់ស្ដែងហើយយើងលាបបានមួយសារចាស់ហើយយើងសិតមកមួយសារទៀតយើងឃើញគល់វានៅកងែងកងង់ទេអញ្ចឹងយើងត្រូវតែធ្វើការថែមទឹកថ្នាំប៉ុន្តែការថែមទឹកថ្នាំនោះគឺយើងកុំថែមច្រើនហើយចង់ជក់របស់យើងគឺយើងអត់សកឹតខ្លាំងទេទៅនាំឲ្យវាទៅប៉ះពាល់ដល់គាត់សក់តាមមួយគាត់សក់របស់យើងក៏វាខ្ចីដែរអញ្ចឹងយើងសិតមកហើយបើសិនជាសក់យើងករណីណាដែលវាឆក់យើងត្រូវជ្រលក់ទឹកឬក៏យើងបាញ់ទឹក
ដើម្បីទប់ស្កាត់វាបើមិនអញ្ចឹងទេសក់របស់យើងគឺយឺតយារហើយផុយអញ្ចឹងបើសិនជាវាអត់មានបញ្ហាអីទេគឺយើងនៅតែបន្តសិតដោយដែលលំនាំដែលខ្ញុំបានធ្វើនឹងឯងការអ៊ុតសក់វាសំខាន់បំផុតគឺចំណុចទី1ចំណុចដែលយើងលាបទឹកថ្នាំនឹងឯងហើយចំណុចបន្ទាប់បន្សំនោះជាការគៀបក៏យើងទឹកមើលទៅតាមសរសៃសក់ដែរយើងថាភាគច្រើនយើងគៀបគឺកុំអោយតាលំទៅយើងលុតមកទំហឹងដៃទៅវាមិនងាយទៅណាទេបងប្អូនប៉ុន្តែសំខាន់ជាងគេគឺការលាបទឹកថ្នាំនេះឯងលាបទឹកថ្នាំគឺយើងចិត្តចង់ហើយការធ្វើរបស់ខ្ញុំគឺខ្ញុំធ្វើមួយបងប្អូនឃើញដែរខ្ញុំអត់ធ្វើញាប់ទេហើយដូចបងប្អូនឃើញអញ្ចឹងយើងសិតលេងហើយពេលយើងសិតហើយហ្នឹងបងប្អូនយើងផ្អាប់សក់ប្រភេទនេះគឺយើងផ្អាប់ចំនួន20នាទីសិនចាំពេលដែលយើងផ្អាប់ហើយចាំយើងសាមកម្ដងទៀតដូចតែលំនាំដើមអញ្ចឹងប៉ុន្តែការសាទឹកថ្នាំទី1របស់ខ្ញុំគឺខាងក្រោយគឺយើងចាប់ហើយមែនអត់អញ្ចឹងយើងត្រឡប់ទៅខាងមុខរបស់យើងវិញការត្រឡប់ទៅខាងមុខរបស់យើងគឺយើងសិតញែកវាមួយស្ទើបបែបហ្នឹងទៅយើងឃើញចំណុចថាសក់ផ្នែកខាងមុខមួយណាដែលវាអត់ទាន់ត្រង់អញ្ចឹងខាងមុខវារៀងពិសេសជាងខាងក្រោយបន្តិចដោយសារតែយើងចាក់ហើយយើងពិនិត្យបងប្អូនដែលឃើញអ្នកខ្លះអ៊ុតហើយនៅខាងមុខហ្នឹងអត់ទាន់ត្រង់អត់ដោយសារតែការសាទឹកថ្នាំរបស់យើងគឺអត់យកចិត្តទុកដាក់អញ្ចឹងថ្នាំអត់ទៅដល់ចំណុចណាដែលរួញអញ្ចឹងបើករណីមួយដែលសក់រួញខ្លាំងគឺយើងប្រើថ្នាំថែមក្នុងដៃមួយដែលស្រាលប៉ុន្តែករណីសក់បកិតនេះគឺអត់មានគុណសក់រួញខ្លាំងទេអញ្ចឹងណាអញ្ចឹងការលាបទឹកថ្នាំទី1របស់យើងគឺចប់ហើយអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងយើងផ្អាប់20នាទីម្ដងហើយគឺយើងចូលសាហើយបងប្អូនអញ្ចឹងយើងសាហើយដូចតែលំនាំទី1នឹងយើងសិតខ្ញុំលំអិតឲ្យបងប្អូនឃើញឯការសារបស់យើងគឺសាហើយពិនិត្យកន្លែងណាដែលឆក់គឺយើងលាងទឹកឬក៏យើងបាញ់ទឹកចេញអញ្ចឹងឃើញករណីសក់នេះគឺអេមហើយអញ្ចឹងអេមហើយនឹងមានន័យថាវាត្រង់ហើយត្រង់កន្លែងឆក់នេះមានន័យថាវាតំណឹងវាខ្សោយជាងគេហើយបងប្អូនអញ្ចឹងសម្រាប់ខ្ញុំខ្ញុំចិត្តយកទៅលាងទឹកហើយតែបើសិនជាឆក់ខ្លាំងជាងនេះបងប្អូនប្រញាប់លាងទឹកណាប៉ុន្តែខ្ញុំប៉ុណ្ណឹងគឺខ្ញុំអត់ទាន់យកទៅលាងទេខ្ញុំសាឲ្យសពសិនវាជាទម្លាប់ទៅហើយបងប្អូនហើយយើងមើលសិនខ្ញុំសាមើលអស់សិនហើយឆ្លៀតពេលក៏ប្រាប់ពីបងប្អូនពីវិធីទាញសក់លេងមើលសិនណាហើយសក់គឺយើងធ្វើអញ្ចឹងយើងយកមកសរសៃពីសរសៃយើងវាទាញពេលដែលយើងប្រឡែងទៅវារុញកញ្ញង់អាហ្នឹងមានន័យថាវាយឺតអស់ហើយបងប្អូនអញ្ចឹងសម្រាប់ចិត្តយកទៅលាងទឹកហើយទឹកយើងយកទៅលាងហ្នឹងគឺយើងត្រូវដាក់collagen មួយមុខទៀតមែនអត់អញ្ចឹងខ្ញុំក៏អត់ប្រើក្រែមមិនទុនដែរតែយើងលាងទឹកឲ្យតាស្អាតហើយយើងក៏យកសក់នឹងមកផ្លុំតែយើងអត់មានប្រើប្រេងប្រើអីបន្ថែមទៅលើខ្សែសក់អីណាហើយសម្រាប់វិធីសិតសក់ដែលជាពាក្យស្អិតគឺយើងសិតតាមវិធីហ្នឹងណាយើងញែកវាគឺយើងសិតតាមបែបហ្នឹងទើបសក់របស់យើងអត់ជាពាក្យអញ្ចឹងវគ្គស៊ីសាច់ហត់ឈាមក៏បានដល់ទីបញ្ចប់ហើយបងប្អូនហើយវគ្គបន្ទាប់នោះគឺជាការដែលយើងផ្លុំឲ្យស្ងួតហើយយើងប្រើប្រាស់លាបcollagen ទៅលើសរសៃសក់ហើយថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនអរគ្នាពីវិធីដែលខ្ញុំត្រូវលាយcollagen ជាមួយនឹងkeratin សម្រាប់ធ្វើការអ៊ុតទៅលើខ្សែសក់ដោយសារតែសក់នេះយើងនៅសើមយើងផ្លុំទៅឃើញត្រង់តែពេលដែលវាស្ងួតទៅគឺវាសពងអញ្ចឹងបើសិនតែយើងប្រើតែserum collagen ទៅមុខគឺវាអត់ជួយបានទេអញ្ចឹងយើងត្រូវតែបូក keratin មួយមុខទៀតដោយសារតែ keratin នេះគឺវាមានកម្លាំងអាម៉ូញ៉ាខ្លាំងអញ្ចឹងវាមានការវាជួយកន្ត្រាក់សរសៃសក់យើងបានល្អអញ្ចឹងសម្រាប់ខ្ញុំប្រើkeratin ចូលទៅក្នុងថ្នាំសរុំ collagen របស់យើងប្រហែលជា30%ដែរហើយយើងយកវាមកលាបប្រសពទៅលើសរសៃសក់ទៅជះតែពីស្បែកក្បាលណាបងប្អូនអរគ្នាហើយការលាបក៏ដូចជារំលឹមដែលយើងលាបទឹកថ្នាំទាំងតែសម្រាប់ការលាបទឹកទី2របស់យើងនេះគឺយើងលាបធ្វើម៉េចឲ្យតែសពសរសៃសក់ទេហើយសម្រាប់យើងយក keratin មកលាយអញ្ចឹងសក់យើងរៀងពិបាកគៀបបន្តិចគឺរៀងស្អិតទៅចុះបងប្អូនអរគ្នាហើយយើងយកវាទៅលាបឲ្យសប់ទៅលើសរសៃសក់បើបងប្អូនចាំងបានគុណភាពល្អយើងផ្អាប់វាចំនួន50នាទីឬក៏50នាទីលើសរបស់បងប្អូនបើសិនយើងផ្អាប់តិចពេកវាកម្លាំងវាអត់សូវខ្លាំងទេនេះតាមអត់ពិសោធន៍របស់ខ្ញុំបើសិនយើងផ្អាប់វាចូល50នាទីលើសអីពេលដែលយើងគៀបវាគឺ result វាគឺល្អមែនទែនអញ្ចឹងពេលដល់ម៉ោងហើយគឺខ្ញុំយកវាមកសិតហើយខ្ញុំយកវាមកផ្លុំហើយការផ្លុំរបស់ខ្ញុំបងប្អូនខ្ញុំផ្លុំអត់ឲ្យស្ងួតទេខ្ញុំផ្លុំឲ្យសើមប្រហែលតែ70%ទេអ្វីគ្រប់យ៉ាងគឺ70%ដោយសារតែ
ហេតុផលគឺមានបងប្អូនទី1តម្រាំយើងគៀបដល់លើសក់របស់យើងក៏ចង់ស្ងួតច្រើនអញ្ចឹងនឹងដែរអញ្ចឹងយើងយូរតែ70%ទេហើយផ្នែកខាងមុខគឺយើងយូររាងសើមអញ្ចឹងពេលដែលយើងគៀបការគៀបរបស់យើងវាអត់មានអីច្រើនទេបងប្អូនយើងគៀបតែលក្ខណៈមួយថាអឺកម្លាំងដៃយើងកុំកញ្ឆក់កុំទៅគឹបម៉ាស៊ីនគៀបរបស់យើងខ្លាំងគឺយើងគៀបមួយលក្ខណៈមួយថាថ្នមដូចតែវីដេអូខ្ញុំបានប្រាប់អញ្ចឹងណាយើងគៀបតែមួយអញ្ចឹងសក់របស់យើងក៏ត្រង់ល្អដែរយើងបើសិនជាយើងគៀបគឹបខ្លាំងគៀបយើងក៏ខូចហើយសក់របស់យើងអតិជនយើងបើក៏ស្គៀក្បាលដែរបងប្អូនអញ្ចឹងយើងទាញតែមួយអញ្ចឹងមកប៉ុន្តែយើងក៏ឲ្យប្រកាសថាគៀបវាឲ្យឆ្អិនណាហើយកម្លាំងដៃយើងក៏យើងប្រើរៀងធ្ងន់ដែរមានប្រើលំដែរហើយសម្រាប់ការគៀបបែបនេះគឺយើងគៀបធ្វើម៉េចឲ្យស្ងួតហើយឲ្យវាលើលោងហើយឲ្យបាត់អាផ្សែងហុយនោះទៅសក់របស់យើងឆ្អិនហើយសម្រាប់ការគៀបការលាបទឹកថ្នាំការលាប collagen គឺខ្ញុំធ្វើដូចលំនាំគ្នាទាំងអស់ខ្ញុំគៀបសារទី1ហើយគឺខ្ញុំគៀបសារទី2បងប្អូនគឺយើងធ្វើឲ្យប្រកបថាសក់របស់យើងឆ្អិនអញ្ចឹងសម្រាប់សក់មួយប្រភេទនេះដើមវាតូចដែរប៉ុន្តែការគៀបរបស់យើងបើសិនជាយើងមិនសម្កិតឬក៏មិនគៀបឲ្យឆ្អិនវាអាចថានឹងឡងមកវិញថ្ងៃណាមួយបងប្អូនហើយចង់និយាយថាវីដេអូនេះគឺថតយូរជាណាហើយទៅបានយកមកកាត់ឲ្យបងប្អូនដោយសារតែដូចខ្ញុំបញ្ជាក់អញ្ចឹងគឺយឺរវល់អញ្ចឹងខ្ញុំក៏ឆ្លៀតដែរឆ្លៀតសម្រាប់បងប្អូនអរគ្នាដោយសារតែយើងពីមុនយើងដឹងហើយថាមានអ្នកខ្លះគិតមានលុយរៀនហើយអ្នកខ្លះក៏អត់ទាន់មានលុយរៀនអញ្ចឹងខ្ញុំព្យាយាមធ្វើយ៉ាងម៉េចដើម្បីបានយូរក៏បានមកវីដេអូចែកជូនបងប្អូនអរគ្នាដែរមេរៀននេះគឺជាមេរៀន free ហើយខ្ញុំសង្ឃឹមថាបងប្អូននឹងចូលទៅមើល channel របស់ខ្ញុំទាំងអស់ដែលមានវីដេអូជាច្រើនចែកម្លែកប៉ុន្តែលក្ខណៈខណ្ឌសក់របស់យើងគឺផ្លែកពីគ្នាបន្តិចទេប៉ុន្តែគឺលម្អិតជូនតែម្ដងបងប្អូនហើយសម្រាប់សក់នេះពេលដែលថ្ងៃមកលាងអូយបងប្អូនហើយគឺត្រង់ហើយខ្ញុំក៏ភ្លេចពុកមនុស្សដែរហើយនេះគឺជា result របស់យើងជាក់ស្ដែងពិតតែម្ដងបងប្អូន